កម្ពុជានៅក្នុងគោលបំណងគឺនៃការជួបជុំរបស់យុវជនក៏ដូចជាបងប្អូនមហាជនចាដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាជាលក្ខណៈមហាគ្រួសារខ្មែរតែមួយហើយគោលដៅធំមួយទៀតនោះគឺយើងចង់រំលឹកនិងធ្វើឲ្យរស់ឡើងវិញនៃមរតកបេតិកភណ្ឌអរូបីនៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបីផងដែរអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានភាពសប្បាយរីករាយហើយអ្វីដែលយើងបានឃើញនៅរយៈពេល2ថ្ងៃកន្លងទៅនេះគឺមានភាពសប្បាយរីករាយស្នាមញញឹមរបស់បងប្អូនទាំងអស់គ្នាគឺពិតជាមានទំហំធំធេងណាស់សម្រាប់ប្រទេសកម្ពុជារបស់យើងនៅក្នុងការផ្សព្វផ្សាយបុណ្យប្រពៃណីបាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងទៅកាន់ពិភពលោកបាទគឺតាមប្រកបដោយភាពសប្បាយរីករាយស្នាមញញឹមហើយជាក់ស្ដែងនៅក្នុងភូមិខ្ញុំនេះបាទតាំងពីព្រឹកម៉ោងគឺថាសកម្មភាពឥតលហែបាទមានជាបន្តបាទគ្រាន់តែយើងឈានជើងចូលពីខ្លោងទ្វារមកនោះគឺថាបងប្អូនសប្បាយរីករាយរហូតបាត់ទៅហើយបាទមានតាំងពីកន្លែងរំស្គរដៃមានតាំងពីកន្លែងចាក់ធុងបាសរួមជាមួយនឹងការលេងល្បែងប្រជាប្រិយបោះអង្គុញវាយក្អមរុញរ៉ែបាទក៏ដូចជាទាញព្រាត់បាទហើយមានកន្លែងធ្វើនំខ្មែរមានច្រើនមែនតើបងប្អូនអរគ្នាបានលេងអីខ្លះកាលពីព្រឹកមិញចាសប្បាយខ្លាំងអត់បងប្អូនចាបើសប្បាយរីករាយសូមសម្លេងឲ្យខ្លាំងទាំងអស់គ្នាចាជាការបណ្ដាបរិវេណភូមិខ្ញុំចានិយាយបានថាគឺជាទីតាំងដ៏សំខាន់មួយក្នុងចំណោមទីតាំងទាំង6នៃព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025ដែលត្រូវបានរៀបចំនៅទីតាំងដែលឡែកក៏ដូចជាទស្សនីយភាពផ្សេងគ្នាផងដែរហើយជាមួយនឹងបរិវេណភូមិខ្ញុំគឺមានកន្លែងកំសាន្តច្រើនខ្លាំងមែនទែនដោយដែលយើងខ្ញុំបានធ្វើការជម្រាបជូនហើយពិសេសជាងនឹងទៅទៀតចាក៏មានជាមួយនឹងសាលាឆទានដែលបងប្អូនគ្រាន់តែធ្វើដំណើរចូលតាមខ្លងទ្វារចូលហ្នឹងគឺឃើញសាលាឆទានមួយសម្រាប់ឲ្យបងប្អូនចាការធ្វើបន់សន្សំកុសលហើយចេញពីនឹងទៅក៏មានចាជាមួយនឹងផ្សារភូមិខ្ញុំមានលក់មុខម្ហូបឆ្ងាញ់មែនតើចាហើយក៏មានជាមួយនឹងការលក់ផលិតផលចាដែលជាសិប្បកម្មរបស់បងប្អូនខ្មែររបស់យើងផងដែរហើយជាងនឹងទៅទៀតបងប្អូនកុំភ្លេចចាឈៀងចូលលេងជាមួយនឹងផ្ទះសទ្ធិព្រោះថាផ្ទះសទ្ធិក៏មានទស្សនីយភាពដែរហើយនៅខាងមុខផ្ទះសទ្ធិហ្នឹងក៏មានចាអុកយៈទៀតចាហើយមានកន្លែងថតរូបស្អាតច្រើនមែនតើចារួមទៅពិតជាកោតសរសើរសម្រាប់ក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលលោកបានខិតខំប្រឹងប្រែងមែនទែននៅក្នុងការរៀបចំបង្កើតនៅគំនិតច្នៃប្រឌិតនៅក្នុងការយកនៅអ្វីដែលជាអត្តសញ្ញាណខ្មែររបស់យើងដេក័រចេញមកជាទីកន្លែងថតរូបបានយ៉ាងស្រស់ស្អាតតែម្ដងហើយខ្ញុំចាប់អារម្មណ៍នៅជ្រុងហាងមុខនោះពេលដែលធ្វើដំណើរចូលមកណាគឺគេអេទីវខ្លាំងមែនទែនគឺគាត់យកគល់ឈើនៃដើមច័ន្ទគិរីហ្នឹងយកធ្វើជាបង់អង្គុយហើយគាត់ទៅរៀបដៃថតរូបកន្លែងតែម្ដងបាទនេះគឺជាគំនិតច្នៃប្រឌិតរបស់យុវជនរបស់យើងហើយក៏អរគុណសម្រាប់យុវជនស្ម័គ្រចិត្តទាំងអស់អូយរួមខិតខំប្រឹងប្រែងមែនតើ3ថ្ងៃដើម្បីទទួលបងប្អូនទាំងអស់គ្នាប៉ុន្តែក្រុមការងារទាំងអស់គ្នាមានការហត់នឿយមកតាំងពីមុនចូលឆ្នាំមកម្លេះបាទពិតជាពិសេសខ្លាំងណាស់ដូច្នេះយើងខ្ញុំក៏ចូលរួមធ្វើការផ្សព្វផ្សាយសម្រាប់បងប្អូនដែលថាបានមកលេងភូមិខ្ញុំហើយតែអត់ទាន់អស់ចិត្តព្រោះថាមានកន្លែងក្អមយៈចាក្អមរបស់យើងស្អាតខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនថាថ្ងៃនេះបានដើរលេងហើយប៉ុន្តែអត់ទាន់អស់ចិត្តអញ្ចឹងថ្ងៃស្អែកនៅសល់មួយថ្ងៃទៀតដែលបងប្អូនទាំងអស់គ្នាអាចអញ្ជើញមកភូមិខ្ញុំបានដែលក្រុមការងារស្ម័គ្រចិត្តចាយុវជនស្ម័គ្រចិត្តប្រចាំនៅភូមិខ្ញុំគឺគាត់ត្រៀមស្វាគមន៍ដោយញញឹមចាឲ្យស្របទៅនឹងប្រធានបទនៃព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025ញញឹមសាទរអង្គរសង្គ្រាន្តបាទដូច្នេះសូមផ្ដល់ជាសម្លេងស្វាគមន៍ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខ្លាំងទាំងអស់គ្នាអរគុណដល់បងប្អូនទាំងអស់គ្នាចាដូច្នេះចាដើម្បីចាជាការបើកទំព័រនៃកម្មវិធីចាដោយសារអំបញ្ញមិញនេះក៏បានឃើញបងប្អូនចាសប្បាយរីករាយជាមួយនឹងការសម្ដែងទស្សនីយភាពចាពីគេហៅថាចាការពិធីករថ្លុករបស់យើងណាចាឥឡូវនេះក៏យើងមានជាមួយនឹងល្ខោនថ្លុកផងដែរចាបាទដូច្នេះខ្ញុំបាទក៏សូមអនុញ្ញាតដើម្បីគោរពអញ្ជើញអាយដាមលោកជំទាវលោកស្រីនិងកញ្ញាភ្ញៀវទាំងអស់គ្នារីករាយទស្សនាជាមួយនឹងសិល្បៈល្ខោនថ្លុកហើយក៏សូមបងប្អូនទាំងអស់គ្នាផ្ដល់នៅសម្លេងស្វាគមន៍យ៉ាងកងដំពងពីព្រោះថាពួកគាត់បានបញ្ជាក់មិញហើយតែកន្លងមកគឺជួបតែតួថ្លុក2តែថ្ងៃនេះមានម្នាក់ថែមមួយទៀតបាទប៉ុន្តែអត់ទាន់បានឃើញតួម្នាក់ទៀតទេត្រូវអត់ចង់ឃើញអត់ចង់អត់ចាឥឡូវសូមចង់សូមសម្លេងហូតតួថ្លុកទាំងអស់គ្នាច្រើន
បាយទេអត់លឺសោះសុខសប្បាយទេបាទអេស្លាប់តែអត់ឃើញគូមុខដល់ឃើញគូមុខអញ្ចឹងគ្មានណាស្គាល់ទេតែលោកគ្រូសុំបន្តិចមកទៀតថ្វាត់ប្រណិប័តបង្គំអង្គប្រសាមពុទ្ធថាថ្វាយថ្វាត់ប្រណិប័តបង្គំអង្គប្រសាមពុទ្ធសក្ការៈបូជាថ្លាបំផុតត្រង់ជាមកផុតមលុបត្រសាយក្រុមធម៌សង្ឃអង្គសិក្ខាខ្ញុំសូមនមស្ការដោយចិត្តកាយចក្រពធសង្ឃអង្គសិក្ខាខ្ញុំសូមនមស្ការដោយចិត្តកាយវិជ្ជាបញ្ចង់ប្រឹងស្វាជាកាត់ដៃរាយមាយទ្រួងត្រាយផ្លូវរំលឹកនឹកគុណដល់ឧបជាដែលផ្ដល់វិជ្ជាស្គាល់ខុសត្រូវគោរពគុណម៉ែនិងគុណអើយបានព្រៀនប្រដៅនៅសីលធម៌មិនមានពូអង្គសំខាន់តៃប្អូនប្រុងប្អូនស្រីសិល្បង្គមិនមានពូអង្គសំខាន់តៃប្អូនប្រុងប្អូនស្រីសិល្បៈកុមារាកុមារីឆោអ៊ូអក្រែងទៀកតបតមិនប្របីធម្មតាអ្នកច្រៀងអាងបញ្ញាផ្នែកលោកអាចារ្យចេញបល័យខុងផ្លែទឹកខ្ញុំខំលោកលៃប្រឹងនិទានស្ដីឆ្នៃកំសាន្តគ្រប់សំទោប៉ុណ្ណឹងតែចង់មិនឲ្យតាញ់តង់នាំខំខាចក្រពសំទោប៉ុណ្ណឹងតែចង់មិនឲ្យតាញ់តង់នាំខកខានតានាងណាមួយចិត្តខ្លាឆាំបង្ហាញក្រានក្រនបានស្បើយចាជុំរៀបសួរអ្នកកំឡុងសំដីពីប្រុងនាំសៅมองទីបាយហើយចំតែមកដល់គ្នាចាជុំរៀបសួរអ្នកកំឡុងសំដីពីប្រុងនាំសៅมองខ្ញុំឡើងមកច្រៀងមកឆ្លើយឆ្លងទីបងឯងថាចំតែណាมันមានបំណងចង់បានប្តីមើលរូបមើលរៀងឯខ្ញុំឲ្យច្បាំងតិចក្រែងបងខ្មាំងពាក្យសម្ដីចនាងមួយណាចង់បានប្តីក្រែងបងឯងបងចង់បានប្តីគោលពីងអប្រិយអិនសិលធម៌បងឯងថាអ្នកណាចង់បានប្តីក្រែងថាឯងចង់បានប្តីអីហូហៀងខ្ញុំអញ្ចឹងតែចង់បានប្តីអីលឿនលោកអើយលោកគាត់ចង់ដើរប្រាប់គេថាចង់បានប្តីអូទោះខ្ញុំយកប្តីក៏មិនយកប្តីដោយបងឯងដែរថ្ងៃមុនហ្នឹងលើឪពុកនោះនិយាយប្រាប់ខ្ញុំបងឯងថាពុកខ្ញុំហ្នឹងថាខ្ញុំហ្នឹងចង់បានប្តីហ្នឹងចុះបើម៉ែនៅខាងមុខចង់ឲ្យខ្ញុំបានប្តីអត់អត់ណ៎គាត់ថាចង់មិញអត់ហើយបងចាំមើលខ្ញុំហៅពុកខ្ញុំឥឡូវហៅពុកមកហៅពុកមកហើយបងពុកអើយពុកឯងមើលគេណោះគេថាឲ្យកូនចង់បានប្តីទៅទៅណាមកវឹកហើយកូនបងពុកឯងដើរលឿនមើលបងឲ្យនឹងថ្ងៃមុនមិនដើរអញ្ចឹងបងជួយអត់ពុកឯងមើលណោះពុកឯងមើលណោះអូយកូនសុំទោសបងណាពុកឯងមើលអាប៉ែភ្នែកតាំងនោះណាភ្នែកតាំងភ្នែកអូពធលោកពុកឯងមើលណោះគេថាខ្ញុំនឹងចង់បានប្តី
ចុះប្រមាណអ្នកហ្នឹងមុខដូចគ្នាទាំងអង្គ 3នាក់ហើយ អូយបង អីកូនកើតអីហើយមើលប្រាប់ឲ្យមើលអត់កូន បងឯងមកខ្ញុំជាស្រីមិនកូនចង់បានប្តីតែព្រោះតំពេញកំមុំ យ៉ាអន្តិតចង់លើកខាយកូនខ្ញុំណា ថ្ងៃមុននិយាយប្រាប់អ្នកស្រុកអ្នកភូមិថាចង់បានកូនប្រសាហ្នឹងមុខឲ្យដូចពូជគាត់ បាក់ពូជខ្ញុំមុខចឹងទាំងអស់ប្រាប់ឲ្យហើយច្បាស់ចេះអន្តិតឯងសំណាអីយ៉ាដានស្អីលៀបយកមកចឹងនេះខ្ញុំមានសែនរបស់ខ្ញុំណា សែន ណាយ៉ាអន្តិតបានស្អីលៀបមុខណា ធម្មតាមានតាក់មាននាលណា អាប៉ែហ្នឹងមកស្តៀងពុកឯង ដូចមែនតើកូនអាយ៉ាដូចឋាននិស័យឯណាកូន ចាពុក ឥឡូវចង់បានកូនខ្ញុំហ៎ ចង់បានកូនលបង ឥឡូវបើចង់បានកូនខ្ញុំតតែឆ្លើយសំណួរខ្ញុំ អូខ្ញុំអៀនណាខ្ញុំអៀនណា អាយ៉ាកតុកខ្ញុំញ៉ាំមើលកូនចង់មិនក៏ឆ្វល់យ៉ាងហ្នឹង ចុះពុកឯងមើលគេចង់បានប្តីអស់ច្រឡំ យ៉ា ចង់បានប្តី ណាស់ដែរ គេ ណា ថា កូ ខ្ញុំ ន ចង់បានប្តីអពុក ឥឡូវកូនឯងមកមកជំនាញ ចាខ្ញុំទៅមកជំហាន យ៉ាតែចង់បានកូនខ្ញុំហ៎ បាទខ្ញុំ ឥឡូវឲ្យសួរមួយសំណួរ សួរសំណួរ ឲ្យសួរសំណួរកូនឯងមួយ បាទ សួរអីកូន ពុកឯងចង់សួរមែន សុកសួរ ពុកឯងចង់សួរ អ៊ំសុខបាយ បងឯងទៅឆ្ងាយទៅ សុខសប្បាយដល់កូនទេកូនដល់ ចាំខ្ញុំសួរ ឥឡូវកូនឯង ពុក សួរ ឯ សិ ង ន សួរហ្នឹងគេឡើងយកខ្ញុំឥឡូ អា វ សួរសួរសិនណាកូនសួរ លោក សិន គ្រូសុំដុល្លារមួយបាត់មក អាយ៉ាសិនដុល្លារទៀតមក ពុកឲ្យខ្ញុំសួរវិញពុក សួរកូនសួរ សួរអីសួរខ្លាចតែហូចយ៉ាងនាងឲ្យបាន អូតាមតែឆ្លើយទៅពុកឯងចាំចាំ សួរកូនស្រីមានឪពុក ឥឡូវសុំសួរនាងកំឡុងអេអើ ដើរកូនវែងណាកូន បងឯងតើប្រុងចាំដងសាចាំដងសាតើបងឯងចាំដងសាខ្ញុំអត់ដាច់ នាងមកថែមហើយ ឥឡូវសុំសួរទៅលោកប្រុសបងឯងចាំស្ដាប់ហើយដងសាពុកសួរពីអីពុក សួរថានៅអីគេយកហក់វិជាស្អីហក់ហ្នឹងកូន ជាអ្វីដែលមិនត្រូវការរៀនសូត្រអស្ចារ្យសូមប្រងឆ្លើយបងឯងឆ្លើយ សំណួរហ្នឹងឲ្យចាំណា បងឯងចាំស្ដាប់សំណួរខ្ញុំឲ្យច្បាស់វិជាអីដែលរៀនដែលចេះមិនដាច់រៀន ណែអើទៅតាំងពីឪកើតមកហើយកូនគ្មានវិជាណាដែលមិនរៀនឯងកូនឯងឆ្លើយ ចាពុកចេញអង្គុយពុកចេញអង្គុយ ឪជាចាស់ព្រឹទ្ធាចារ្យ ចាបងឯងឆ្លើយ ឆ្លើយហើយកូន ពុកអង្គុយឲ្យស្ងៀមមកពុកគេលែងយកខ្ញុំឡើយហើយ វិជាចេះមិនបាច់ ទៅស្ដាប់កូនទៅស្ដាប់ មនុស្សកើតមកតតែរៀនបានចេះ ឆ្លើយអន្តិតឯងឆ្លើយបើឆ្លើយចាញ់ អាបងឯងឆ្លើយប្រយ័ត្នដូចធម្មតាកុមារ តើលោកគ្រូសុំតឡាមកឡើងដល់ម្នេះហើយ ឆ្លើយអើលឺភ្លេងសំដរ តើគឺមកទៅដល់ណា បងឯងឆ្លើយទៅ វិជាដែលចេញមិនបាច់ចៃរៀនខ្ញុំឆ្លើយមិនអៀនតាមលំដាប់ពេ អត់អៀន ពុកតិចគេចេះហើយ វិជាដែលចេញមិនបាច់ចៃរៀនខ្ញុំឆ្លើយមិនអៀនតាមលំដាប់គឺមាន5យ៉ាងចូលពុកស្ដាប់ខ្ញុំនឹងរៀបរាប់ហើយពុកឲ្យហើយហ្មង តើខ្ញុំនឹងរៀបរាប់ឲ្យពឹងស្ដាទី1កើតមកគឺចេះយំកើតមកងាហ្មង មែនតាពុក ទៅមួយហើយណា គេត្រូវមួយហើយណា ទៅមួយហើយហ្នឹងក៏បើ ហេសង្ស័យតែឆ្លើយខុសមួយក៏យើងអត់យកដែរ ទី2ចេះសើចចិត្តធម្មតា អេយ៉ាប់ប្រយងគេអស់ហើយ ហ្នឹងហើយពុកគេថាចេះសើចនឹងធម្មតាមែន ទី3ចេះបរិភោគអាហារទី4ត្រូវការរកផាំងរយីអើ ទៅបាត់ណា ចំណែកទី5នោះគឺដួងចិត្តដែលផងឆ្ងាយចិត្តថាស្នេហាគេ ទៅបងណាគេឆ្លើយត្រូវត្រាប់ហើយពុក ចំណែកទី5នោះគឺដួងចិត្តដែលផងឆ្ងាយចិត្តថាស្នេហាវិជ្ជានេះគ្មានរៀនពីនរណាប្រុងស្រីគ្រប់គ្នាចេះទាំងអង្គចឹងថើបក៏កែបើជញ្ជក់ចេះផ្លឹកចេះភ្លក់ចេះណែ អូ ខ្នង យព
ពុកអើយខ្ញុំស្រាវណាស់ បកៀនកងតាំងបចង់សក់ដល់បាត់ជើងវិជានេះខ្លាំងជាងគេឯងទួនជាគៀងហ្វ្រេមទួនដូចភ្លើងជួនបកាច់តោង អូយបងឯងដួលពុកខ្ញុំហើយ ទៅដល់បកាច់តោង ហ្នឹងហើយអាហ្នឹងខ្លាំងណាស់ ខ្លាំងណាកូន ជួនបកាច់តោងដួលបាំងជើងទាំងគេទាំងយើងដឹងសាយសាប៉ែ ទៅខាងទៅឯងអូយណាពុកបានណាហើយមកម៉ាត់ត្រង់នឹងបងឆ្លើយត្រូវហើយឲ្យកុំកន់តើយពុកលើកខ្ញុំទៅឯងនឹងចាំតែបងហ្នឹងណា ចានាងថែមថយ ទៅមកម៉ាត់ត្រង់នឹងបងឆ្លើយត្រូវហើយអណាពុកឲ្យលើកឲ្យគេទៅពុកមិនឲ្យកូននៃនៅវ័យប្រុសវ័យស្រំស្រីពៅឲ្យលើកឲ្យគេឥឡូវវ័យនឹងនៃតែម្ដងពុកមិននៃចាំរីកអីរេឲ្យមិនទុកតែដល់ស្អែកទេកូនហើយការស្អែកត្មងទៅហើយលឿនទៅទេបងខ្ញុំជាស្រីណា ទុកចូលឆ្នាំហើយឲ្យពុកអី អូចាំចូលឆ្នាំហើយណាកូនអាកំប៉ុតអាខ្ញុំសួរគេទៀតសិនអូចង់សួរទៀតចាយីកពៅខ្លាំងបងហ៎បងឯងប៉ាកែចាំស្ដាប់សំណួរខ្ញុំទី2ឲ្យកូនទី2ហ្នឹងចង់ក្រោយខ្ញុំសួរបងឯងថាស្អីដែលមាន1មិនដែលមាន2ឆ្លើយ មានមួយមិនដែរមានពីរអូជីវិតមកយើងមានតែមួយហ្នឹងដែរ បងគេឆ្លើយត្រូវហ៎បងឲ្យតែចេះចឹងឲ្យលើកហើយចុះស្អីមាន2មិនដែលមាន3 មានពីរមិនដែរមាន3ចកឹះមានណាចាប់3 អត់ទេចកគេដាក់លើង មានចកឹះដាក់ កុំឲ្យនៅយូរការកូនការស្អែកខាន់ស្អែកទៅឲ្យលើកឲ្យព្រះអាទិត្យប្រចាំ អូព្រះអាទិត្យប្រចាំនេះ អើយមិនបងឯងដាប់ឲ្យអត់មានប្រាប់ទេកូនឲ្យអត់ដឹងរឿងអីទេបងឯងប្រាប់មិញណាអត់ទេឲ្យចូលទៅមិញតាអាឡូចុះស្អីដែលមាន3មិនដែលមាន4ពុកឯងតែប្រាប់គេទៀត3មិនដែលមាន4ជាប់ខ្លួនយើងហ្នឹងកូនឆ្លើយអើយមែន បំពុតពធប្រសង ហ្នឹងគេណាបួរៀនគេឆ្លើយចឹងណាបងឯងអមែន បាទ ចុះស្អីដែលមាន4មិនដែលមាន5 អាហ្នឹងឲ្យកូនឯងឆ្លើយខ្លួនឯង អាវៈជាវៈទាំង4 អីគេកបើអត់ព្រួយអត់ត្រូវទេពុកអីគេខ្លះ អូម៉ែនអើយ ចាំមិនទៅចឹងហើយ ទឹកដីភ្លើងចា ទៅឆ្លើយទៅទៀតកូនឲ្យថាផ្ទឹមទៅហើយតែខ្ញុំបានប្តីមុខចឹងទៅយាយឲ្យមិនលើកអ្នកណាឲ្យទេក្រៅពីមុខចឹងអូយចុះស្អីអ្នកណាយកចុះស្អីដែលមាន5មិនដែលមាន6នេះ មិនលឿមដៃ ចុះដៃបងឯងមានតែមកចំហៀងហ៎អូមែនបូក2 10 មករៀមដៃមកចំហៀង អត់ត្រូវទេកូនឯងតែច្រែងកប៉ាវឡើង6 ឆេចអើ អីគេឪហ៎អត់ត្រូវទៀត អីចេះ5អត់មាន6 ហ្នឹងហើយកូនភាសាពុកឯងថាចេះធေါ်ចេះអាក៏អូធေါ်អាក៏ទូចវាសួរធေါ်ហើយកូនសួររឿងធေါ်អាហើយកូន អូយគុណចាស់អើយ មិញកូនឯងថាពុទ្ធពធប្រសងពុកឯងទៅនៅខាងគេទៀតហ្នឹងច្រឡំឲ្យច្រឡំ បពុតបធัวប្រសងគុណពមេតាគុណបបីតាអត់អត់ទៀត ឆ្លើយបើចឹងស្អីគេចេះអី 2 3ដងហើយអត់ត្រូវទៀត អស់ហើយកូនហេពុកឯងអើយ ព្រះទាំង5ព្រះអង្គ មានតែគេខ្លះភ័យមកឆ្លើយទៅ ព្រះកកុសន្ធោ មួយ ព្រះ កោនេះអី កោនីកមនោ អើយពុកឯងនេះព្រះកូនភាសាឪ កសបោ ត្រូវព្រះសមណៈគោដំ ទៅទៀតកូន ព្រះសិអាមេត្រី ឥឡូវឲ្យរៀបការជូនកូនកំងណាកូនណាខ្ញុំសុកឈប់សួររឿងហ្នឹងហើយស្អីដែលមាន6មិនដែលមាន7ទេវាអត់យកប្តីយកអីហ៎ឲ្យខ្ញុំសួរតអស់ហ៎អីយកជើងល្អ 6អត់ដែលមាន7 ហ្នឹងអាច្រែងកប៉ៅមិញណាកូន ដៃលោកចូលកប៉ៅទៅវាមាន6 អត់
ខុសទៀត ឥឡូវបងឯងចង់ដឹងចម្លើយអត់ មិនទៅបើ ឆ្លើយឲ្យមួយចាស់6មិនដែលមានបែកគេ នឹងចង់បានគេដែរហ្នឹង គូ អូយស្វីតតាកូនខ្ញុំ 6មិនដែលមានបែកគឺអត់ប៉ោង ចាំមិនទៅចេញ ក៏ឈងអត់ប៉ោងមាន7គ្រាប់មកពីណាមាន6គ្រាប់ហ្នឹង អូម៉ែហ្នឹងឪម៉ែហ្នឹង មែនប៉ុន្តែយើងឥឡូវគេឈប់លេងហើយ ចុះគេឈប់លេងចុះខ្ញុំចង់ឈ្នះគាត់ពុកឯងនៅខាងគេ អូកូនស្រីមានឪពុកឥឡូវពុកណែគេឆ្លើយត្រូវហើយណាកូនណា គេឆ្លើយត្រូវហើយ ឥឡូវចប់ចូលឆ្នាំកូនឯងលើក30ផ្លែឈើ36មុខមកទុកដាក់ក្នុងផ្ទះឪមក សទ្ធា អីយ៉ា ចាប់បង ទៅឈ្មោះ បងដឹងថាអូនព្រមស្រឡាញ់ ចឹងហើយកូនឲ្យម៉ែពីកំមុំចឹង ប៉ុន្តែអូនអើយអូនគ្រាន់តែសាកល្បងចិត្តរបស់បងតែប៉ុណ្ណោះ មនុស្សស្អីគេចេះសាកអញ្ចឹងហី ចឹងហើយកូននាំទៀត បានហើយកុំនិយាយថ្លង់ណា ចុះពីនេះទៅបងនាំអូនដើរមើលសង្ក្រានអង្គរណាអូនណា បាត់ប្រកាសដែរអញ្ចឹងបងច្រៀងរៀបរាប់ពីសង្ក្រានអង្គរឲ្យខ្ញុំស្ដាប់បន្តិចមក តែបងមិនយកពុកទៅតាមទេ គ្មានតែគ្មានស្គរទេ ខ្លា ពុ ច កអូនគាត់ចាស់ហើយ ខ្លាចពុក យើងទុកគាត់នៅសាលាឆោទៀនទៅ ចាំ អូននិយាយបន្តិចពុកលឺទៅ ពុកគាត់មិនលឺទេបង ពុកអូនទៅជាធ្ងន់មែនទេ អូ គាត់មិន ពីរអ្នកនេះកំពុងតែនិយាយដើមខ្ញុំ បើយើងរៀបការជាមួយគ្នាតើឲ្យពុករស់នៅជាមួយយើងអត់ បងកាត់មើលទៅខ្លួនអូនជាស្រីឆាប់ភ័យខ្លាចអូនរស់នៅជាមួយពុកតាំងពីពុកបាត់ជើងក្រហម ចាំបាច់ទៅចាំវិញហើយ តាំងពីបាត់ជើងក្រហម រហូតដល់បាត់ជើងពណ៌ខ្មៅ ពូចាស់ បងឯងគិតទៅថាអូននឹងបោះពុកចោលទេអូនជាកូនកតញ្ញូអូននឹងសង់ផ្ទះធំមួយហើយបង្កើតមុខរបរទូចមួយជូនលោកពុក បងគិតថាអូនមិនបោះបង់ពុកចោលទេព្រោះបងឯនេះក៏ជាកូនកំព្រាម្ដាយឪពុកស្លាប់តាំងពីតូចឆ្នេះហើយបើសិនជាគាត់ដឹងថាបងចាប់ផ្ដើមជីវិតថ្មីគាត់មិនដឹងថាសប្បាយចិត្តយ៉ាងណាទេម៉ាមីគាត់អើយអូច្រឡំ ចាំមិនទៅចង់អស់ទៅកូនខ្ញុំនេះ លេចថាលខោ បើ ដល់មាន ខ្ញុំស្រឡាញ់ពុកខ្ញុំឡាកងខាងឡាប៉មែនឡាកងឯងខាងឡាប៉មែន ចាំមិនទៅចង់ទៅ ពុក អើយ ពុកឯងមើលឡាកង តែយើងស្ចប់ខ្សែចិនតិចដែរតាកូន ចាពុក ឥឡូវកូនប្រុសកូនស្រីហ៎ ចា ឥឡូវពុកឃើញថាមុខកូនក៏ដូចគ្នាត្រូវតាម មកកូនដូចគ្នាមកកូនដូចគ្នាមែន ហ្នឹងហើយចង់និយាយថាចេះពូជយើងគឺមុខចឹងទាំងអស់ តាមមុខចឹង ឥឡូវឪរកបានហើយអ្នកមុខចឹងណាកូនណា បាទ ឥឡូវកូនប្រុសកូនឯងស្រឡាញ់កូនមកឪចុះចាំចប់ពីហ្នឹងជឿញម៉ែជឿញឪមក ឲ្យពុកម៉ែឡើងចងដៃនេះចដៅមានសងខាង ចាំចប់ចូលឆ្នាំ អូចាំចាប់ចូលឆ្នាំ ឥឡូវកូនប្រុសហ៎ បាទ ចប់ចូលឆ្នាំហ្នឹងកូនឯងមានអីជូនពរតិចអត់ ចាបងឯងច្រៀងជូនពរបងប្អូនបន្តិច បងនឹងជើងជូនពរបងប្អូនរបស់យើងណាអូនណា ចាបង អូយដល់ធំ តែថាមិនបងអត់ឲ្យជូនពរទេអូយទុកឲ្យពុកជូនពរវិញ ហ៎ ពុកឯងចេះអាចារ្យពុកឯងជូនពរគេ អូយពុកអាចារ្យទៀត ចា ពុកអាចារ្យបាត់តាតែឥឡូវកូនឯងជូនពរមកបាត់ អត់ទេឥឡូវពុកឯងជូនពរទៅមុខពុកឯងជូនពរអាចារ្យមក ចឹងតាទូកសា បែ ទូ រ ក ទៅមុខពុក ទៅមុខហ៎សាទូកណាទេវីគាត់ស្វានិវេតយងទេវតាឆ្នាំថ្មីពនាងគោរកៈទេវីជួយឲ្យពរជ័យពុកម៉ែបងប្អូនសូមឲ្យជួបតែពុទ្ធពរទាំងឡាយ4ប្រការមានអាយុវណ្ណៈសុខៈពលៈសូមឲ្យបានសម្រេចដល់សេចក្តីប្រាថ្នាទៅអស់លេងអើយឥឡូវទូចអើយអញអើយលោកអើយលោកទៅចោលរត់ចោលឪ
សូមសម្លេងស្វាគមន៍ឲ្យសិល្បៈថ្លុកទាំងអស់គ្នា ចាពិតជាកាត់សរសើរដល់ចាតារាចាក៏ដូចជាសិល្បៈថ្លុករបស់យើងចាតួអង្គទាំង3ចាគឺប៉ុនប្រសពខ្លាំងមែនតើល្អមើលអត់ពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមសម្លេងខ្លាំងៗទាំងអស់គ្នាមួយទៀត នេះត្រឹមតែជាការបើកទំព័រនៃការសម្ដែងសិល្បៈភូមិខ្ញុំតែប៉ុណ្ណោះបាទអញ្ចឹងអ្វីដែលយើងនឹងត្រូវបន្តផ្ដល់ជូននៅទស្សនីយភាពជូនលោកតាលោកយាយអ៊ំពូមីងបងប្អូនទេសនិកជនជាបន្តទៀតនៅក្នុងវគ្គនេះគឺយើងមាននៅបទចម្រៀងដែលជាព្រះរាជនិពន្ធនៃបកូនណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រព្រះបរមរតនកោដ្ឋបាទអញ្ចឹងសម្រាប់ពេលនេះផងដែរយើងសូមផ្លាស់ប្ដូរបរិយាកាសមកស្ដាប់នៅបទចម្រៀងដែលមានចំណងជើងថារាត្រីត្រជាក់បាទដូច្នេះសូមគោរពអញ្ជើញនិងផ្ដល់ជាសម្លេងស្វាគមន៍រីករាយទាំងអស់គ្នា ចាសូមអរគុណ ប
ចាសូមអរគុណដល់តារាចម្រៀងដែលបានបកស្រាយចាប្រកបដោយអត្ថន័យយ៉ាងពិរោះសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានវត្តមានតាមដានទស្សនាជាមួយនឹងទស្សនីយភាពសិល្បៈនៅភូមិខ្ញុំសូមសម្លេងគាំទ្រជាថ្មីម្ដងទៀតឲ្យខ្លាំងៗទាំងអស់គ្នា មែនតើទៅគឺអត់ចង់ឲ្យលោកតាលោកយាយអំពូមីងបងប្អូនទាំងអស់គ្នាទន្ទឹងរង់ចាំយូរទេបាទអញ្ចឹងសម្រាប់ពេលវេលានេះគឺថាបន្តពីមួយទៅមួយរហូតដល់ការសម្ដែងទស្សនីយភាពធំតែម្ដងបាទអញ្ចឹងនៅក្នុងវគ្គនេះផងដែរក៏សូមនាំអារម្មណ៍ប្រិមិត្តទូរទស្សនិកជនក៏ដូចជាលោកតាលោកយាយអំពូមីងបងប្អូនទាំងអស់គ្នាមករីករាយជាមួយនឹងទស្សនីយភាពទម្រង់របាំក្បាច់បុរាណគឺរបាំផ្កាមាសផ្កាប្រាក់របាំផ្កាមាសផ្កាប្រាក់បង្កើតឡើងដោយខុនព្រះម៉ែនាងមាសនិងមុំគ្រូយឹមយ៉ាន់នៅក្នុងឆ្នាំ1931របាំនេះសម្ដែងដោយតួនាយរោងទាំងអស់នៅក្នុងដៃកាន់ផ្កាមាសផ្កាប្រាក់ដែលបង្ហាញអំពីការថ្វាយពរជ័យដល់ព្រះមហាក្សត្រដូច្នេះសូមគោរពអញ្ជើញលោកស្រីនិងកញ្ញាពុកម៉ែបងប្អូនអរគ្នារីករាយទស្សនានិងផ្ដល់ជាសម្លេងស្វាគមន៍ឲ្យបានខ្លាំងទាំងអស់គ្នា សូមអរគុណ ក
ត្រង់ប្រកបមើងព្រះបារមីសេរីសុំសា ច
សូមអរគុណដល់នាយិការីដែលបានផ្ដល់ជូននៅបាទទស្សនីយភាពដ៏ពិសេសបាទជូនទៅដល់លោកតាលោកយាយអង្គពូមីងបងប្អូនទាំងអស់គ្នាទាំងនៅទីនេះក៏ដូចជានៅតាមគេឋានសូមសម្លេងឲ្យខ្លាំងមួយទៀតបាទ ចាគឺពិតជាពិសេសអស្ចារ្យខ្លាំងណាស់ដែលជាមួយនឹងគោលបំណងរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលយើងបានធ្វើការរំលឹកនិងធ្វើឲ្យមានភាពរស់រវើកនៅសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៅទីតាំងនៃសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីជាក់ស្ដែងភូមិខ្ញុំគឺកំពុងតែមានវត្តមាននៅខាងមុខប្រាង្គប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌដ៏អស្ចារ្យរបស់ប្រទេសកម្ពុជានិងល្បីសុសសាយនៅទូទាំងពិភពលោកសូមសម្លេងអបអរសាទរហូយខ្លាំងៗទាំងអស់គ្នា ជាបន្តទៅទៀតនេះយើងខ្ញុំសូមការអនុញ្ញាតដើម្បីគោរពអញ្ជើញអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់រីករាយជាមួយនឹងការសម្ដែងជូនសិល្បៈចម្រុះរឿងកូរសមុទ្រទឹកដោះកូរសមុទ្រទឹកដោះគឺជាទេវកថាដ៏ល្បីល្បាញមួយដែលនិយាយអំពីជំលោះដ៏ស្មុគស្មាញរវាងអសុរានិងទេវតានិងការស្វែងរកទឹកអមฤត ចាដូច្នេះក៏សូមផ្សារភ្ជាប់ជាមួយនឹងទស្សនីយភាពចុងក្រោយនៅក្នុងចាវេទិកាបរិវេណភូមិខ្ញុំនៅក្នុងរាត្រីនេះគឺជារបាំសាសម័យដែលសម្ដែងអំពីរបាំផ្កាអង្គាបោះសូមគ្រប់អញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នារីករាយទស្សនាកម្សាន្តនិងផ្ដល់ជាសម្លេងឲ្យខ្លាំងៗទាំងអស់គ្នាសូមអរគុណ ពាន់ឆ្នាំមកហើយចំនួនអញ្ឈប់ឈររវាងទេវតានិងអសុរាការប្រយុទ្ធដណ្ដើមគ្នាស្វែងរកទឹកអមฤតដើម្បីក្លាយជាជីវិតអមតៈស្របពេលនេះដែរព្រះវិស្ណុគឺជាព្រះមួយអង្គដែលការពារលោកីប្រកបដោយភាពឆ្លាតវៀងវៃបានឆ្វេងយល់ថាសង្គ្រាមដែលរ៉ាំរ៉ៃមួយនេះមិនអាចរកជ័យជំនះបានឡើយទ្រង់ក៏រីកកិច្ចរកវិធីដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នាព្រះវិស្ណុក៏យាងគង់ប្រថាប់ជាអាជ្ញាកណ្ដាលហើយបង្គាប់ឲ្យយកនាគវាសុកីមកធ្វើជាខ្សែប្រត់រួចព័ន្ធជុំវិញភ្នំមហន្តរៈជាចំណុចកណ្ដាលក្នុងការស្វែងរកទឹកអមฤត
ก็บานพออันใดลางหมอกชีโฮหายโดยเจียดำไรกบาลใบแสกบาลปรำพร้อมเตียงประเนียงและสมีเตพธิดาในเพียบรุ่งเรืองมีนสำรอกดอสรอกสรอกกาลพร้อมเตียงวัตถุตับเจจรานรบมันออก พระคุณเอ่ยสอนตะไน
សេពឃើញដូចនេះក៏យាងមកជួយសង្គ្រោះដោយស្រោពុះតែអងឯងបណ្ដាលឲ្យទ្រង់ខ្លាចទៅជាព្រះភ័ក្ត្រពណ៌ខ្មៅខណៈពេលនោះដែរក្នុងមហន្តរៈចាប់ផ្ដើមលិចលង់ចុះទៅក្រោមព្រះវិស្ណុក៏ឲ្យអវតារទ្រង់ព្រះនាមគង់នេះជាអណ្ដាតទេពមកទ្រង់នៅកំណត់ឯបាតភ្នំ
ដល់ទឹកអមរឹកដែលពពុះអសរានិងទេវតាបានប៉ុនប៉ងក៏បានបណ្ដែតខ្លួននៅលើវេហាដល់ពូកែទ្រង់បានមករេរាំពង្វក់អារម្មណ៍អាសូរាឲ្យទុនចិន្តាវង្វេងវ័នរួចហាត់ណែអាសូរាបានសន្តិភាពនិងវិបុលភាព
បាទសូមអរគុណដល់សិល្បករសិល្បករនេះទាំងអស់គ្នាដូច្នេះសូមផ្ដល់ជាសម្លេងស្វាគមន៍ជាការលើកទឹកចិត្តដល់សិល្បករទាំងអស់ហើយក៏សូមគោរពអញ្ជើញបាទសិល្បករសិល្បករនេះឡើងអញ្ជើញឡើងលើវេទិកាទាំងអស់គ្នាបាទ ចានាពេលនេះផងដែរយើងខ្ញុំក៏សូមគ្រប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាប្រកបដោយស្នាមញញឹមក៏ដូចជាការគ្រប់គ្រងដល់សិល្បករសិល្បករនេះបុរាណរបស់យើងហើយពិសេសជាមួយនឹងផ្ទាំងទស្សនីយភាពចាប្រចាំឲ្យភូមិខ្ញុំនៅក្នុងរាត្រីយប់ថ្ងៃទី2សូមធ្វើការសន្យាជាមួយនឹងពុកម៉ែបងប្អូនអរគ្នាថាយើងនឹងត្រឡប់មកជួបគ្នានៅថ្ងៃស្អែកមួយថ្ងៃទៀតជាមួយនឹងទស្សនីយភាពចម្រុះចាប្រចាំភូមិខ្ញុំដូច្នេះសម្រាប់បងប្អូនអរគ្នាកុំភ្លេចថ្ងៃស្អែកមួយថ្ងៃទៀតដែលយើងនឹងជួបគ្នាតាមពេលវេលានៅម៉ោងដដែល បាទហើយសូមគោរពអញ្ជើញអ៊ំពូមីងបងប្អូនទាំងអស់គ្នាមកចូលរួមនៅថ្ងៃទី3ស្អែកនេះបាទដើម្បីបង្កើតនៅស្នាមញញឹមបាទអង្គរសង្គ្រាម2025បន្ថែមទៀតដោយសារតែក្រុមការងាររបស់យើងគឺនៅស្វាគមន៍បងប្អូនទាំងអស់គ្នាមួយថ្ងៃទៀតស្អែកនេះជាថ្ងៃបង្ហើយសង្ឃឹមថានៅភូមិខ្ញុំនឹងមានការចូលរួមណែនណាន់តាន់តាប់បាទចូលរួមលេងល្បែងប្រជាប្រិយបាទក៏ដូចជាការរួមលេងកម្សាន្តបាទជាមួយនឹងសិល្បករសិល្បករនេះក្រុមការងារយុវជនស្ម័គ្រចិត្តរបស់យើងផងដែរអរគុណជាថ្មីម្ដងទៀតចំពោះការចំណាយពេលវេលាចូលរួមផ្ដល់កម្លាំងចិត្តដល់សិល្បករសិល្បករនេះពេលវេលានៃកម្មវិធីរបស់យើងในការសម្ដែងទស្សនីយភាពសិល្បៈចម្រុះនៅពេលនេះក៏បានឈានដល់ទីបញ្ចប់សូមគោរពជូនពរដល់ឯកឧត្តមលោកជំទាវលោកស្រីនិងនាងកញ្ញាប្រិយមិត្តទូទាំងសកលជនទាំងអស់សូមមកជួបប្រទះទៅនឹងសេចក្តីសុខសុភមង្គលជោគជ័យគ្រប់ការងារភារកិច្ចសម្រាប់ពេលនេះយើងខ្ញុំដល់គ្នារួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលារាត្រីសួស្តីចាដូច្នេះផងដែរចាជាចុងបញ្ចប់នៃកម្មវិធីយើងខ្ញុំក៏សូមគ្រប់អញ្ជើញចាតំណាងចាសិល្បករសិល្បករនេះប្រចាំភូមិខ្ញុំសូមគ្រប់អញ្ជើញឡើងមកកាន់វេទិកាបាទសូមគោរពអញ្ជើញអាយដាមសុកសង្វាបាទសូមផ្ដល់កិត្តិយសដើម្បីឡើងលើវេទិកាសូមសម្លេងជូនដល់អាយដាមសុកសង្វាទាំងអស់គ្នា